นี่มาจุกจำได้บางปอนกาชาจังจำนี้จุกบางปอนบาทในจังเต็งจังจำนี้จุกจำนวนหลักล้อบางปอนบาทอะไรยังจับดังกับจังจำนี้บางปอนบาทในจังจำนี้ว่าเยอะบางปอนบาทกับเต้ให้ทั้งนี้คือยังถือชาบาชูไอบางปอนบาทชาไอบาทชาปลายไอมจังจำนี้จุกบางปอนบาทละหันปีใบดองทันได้สายจังบางปอนบาทเลยนะสายยังหันสายยังได้ហើយឆ្អឹងរបស់យើងនេះបាទចាប់តាមកាត់ហើយបងប្អូនបានកាត់ឆ្អឹងល្មមទេបងប្អូនបាទហូបម្នាក់ឯងចង្រោចតាមប្រទេសហ្នឹងវាល្មមហើយបងប្អូនល្ងាចចឹងណាដោយសារយើងធ្វើមកហូបខ្លួនឯងបងប្អូនបាទហើយបើសិនជាការដែលខ្ញុំបាទចំណុចធ្វើនេះវាខ្វះខាតត្រង់ចំណុចណាបងប្អូនចាំជួយណែនាំផងបងប្អូនឥឡូវចាប់តាមកាត់ហើយបងប្អូនបាទបិទនោះវាមុតពេកបងប្អូនបាទកាត់ចង់ដាច់ទៀតហើយក៏ចង់ចំណីប៉ុណ្ណឹងបងប្អូនបាទកាប់វាមិនចង់ដាច់ទៀតបងប្អូនបាទចង់ចំណីប៉ុណ្ណឹងបងប្អូនបាទឥឡូវបងប្អូនបាទខ្ញុំកំពុងតែរៀបចំកាប់បាទកាប់រួចរាល់ឥឡូវហើយបងប្អូនបាទបងប្អូនពេលដែលខ្ញុំបញ្ចូលសម្លេងអញ្ចឹងតើបងប្អូនគិតថាទទួលបានប្រមាណ%ដែរបងប្អូនបាទបើសិនជាបងប្អូនគិតថាមានចំនួនខ្វះខាតបងប្អូនជួយណែនាំផងឥឡូវខ្ញុំកាប់រួចរាល់ហើយបងប្អូនបាទកាប់រួចរាល់ហើយនេះបាទគ្រឿងរបស់យើងមានប៉ុណ្្នឹងទេខ្ទឹមម្ទេសបងប្អូនបាទឆាប្រៃផ្អែមដាក់តែប៉ុណ្្នឹងទេបងប្អូនអត់មានអីច្រើនទេបងប្អូនបាទឥឡូវយើងលីងម្ទេសជាមួយនឹងខ្ទឹមហ្នឹងឲ្យចូលរសជាតិជាមួយគ្នាឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ទៅបងប្អូនបាទតែយើងដាក់ចូលមកបាទហើយយើងកំពុងតែបាទជ្រោយវាបាទដើម្បីឲ្យវាចេញក្លិនឈ្ងុយបងប្អូនបាទចាស់ក្លិនឈ្ងុយមកបាទបន្តមកទៀតគឺឆ្អឹងចំណីដែលយើងបានបាទកាប់មិញហ្នឹងបាទគឺយើងដាក់ចូលមកបងប្អូនបាទវិធីធ្វើងាយទេបងប្អូនបើមិនជាបងប្អូនតនេបងប្អូនក៏អាចមើលវីដេអូរបស់ខ្ញុំហើយបងប្អូនក៏អាចធ្វើញ៉ាំបានដែរបងប្អូនបាទឥឡូវនេះបាទខ្ញុំកំពុងតែកាប់រួចរាល់ហើយខ្ញុំក៏បានដាក់ចូលបាទឆាបាទត្រឡប់ទៅមកដើម្បីវាឃើញទឹកប្រៃបងប្អូនបាទហើយទឹកជ្រូកនេះគឺខ្ញុំអត់បានយកបំពងទេបងប្អូនបាទឆាប្រៃផ្អែមគឺខ្ញុំដាក់សាច់ស្រស់តែម្ដងពេលដែលបំពងក៏វាស្រួយវិញបងប្អូនអ្នកទៅញ៉ាំបងប្អូនបាទឥឡូវយើងដាក់គ្រឿងបងប្អូនគ្រឿងយើងដូចសពដងទៅបងប្អូនអត់មានអីច្រើនទេបាទមានទឹកត្រីបងប្អូនបាទប្រេងខ្យងបាទហើយប្រេងខ្យងយើងហ្នឹងបងប្អូនបាទកសវិជេនឹងបងប្អូនបាទអត់គ្រាន់ថាគ្រឿងយើងដាក់កុំឲ្យដិតពេកបងប្អូនចាំយើងភ្លក់សិនបើថាវាល្មមនៅបងប្អូនតាមតល្មមទៅចាំយើងថែមថយតាមក្រោយបើសិនតែយើងដាក់ដិតពេកពេលដែលយើងពិបាកកែមនៅពេលក្រោយនៅពេលដែលយើងភ្លក់ទៅខ្វះខាតអីចឹងឬក៏លឹះអីចឹងបងប្អូនបាទហើយយើងបន្ថែមរសជាតិនោះគឺយើងដាក់រ៉ូឌីបន្ថែមបន្តិចទៀតទៅបងប្អូនបាទម្សៅរ៉ូឌីណាបាទហើយវាបន្ថែមរសជាតិថ្មីមួយទៀតសម្រាប់យើងដែរបងប្អូនបាទឥឡូវឆាឆ្អឹងចំនីបាទប្រៃផ្អែមរបស់យើងបាទកំពុងតែបាទឆាទៅមកដើម្បីវាចូលសពគ្រឿងរបស់យើងបានដាក់មិញបងប្អូនបាទឥឡូវខ្ញុំគិតថាទុករងាស់វាបន្តិចបងប្អូនបាទឥឡូវចាក់ទឹកបន្តិចដើម្បីរងាស់វាដើម្បីឲ្យសាច់របស់យើងឆ្អិនផងដែរព្រោះសាច់ជ្រូកបងប្អូនខ្ញុំស្រាប់ហើយវាមិនងាយឆ្អិនប្រហែលទេអញ្ចឹងឲ្យរងាស់បន្តិចឥឡូវវាឆ្អិនរួចរាល់ហើយខ្ញុំក៏បានដួសដាក់ចានដែរបងប្អូនហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរជាចុងក្រោយអរគុណច្រើនមែនតើសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ផងណាបងប្អូនចាំទស្សនាជាមួយខ្ញុំនៅវីដេអូក្រោយៗទៀត